hay ở con đò mạ hành ba con cho phép tha ơn thơ ba này ខុសពីអ្នកលេងកីឡាមួយចំនួនដែលចូលវឹកហាត់និងលេងកីឡាហើយពួកគេតែងតែមានក្តីស្រមៃចង់អភិវឌ្ឍខ្លួនខ្លាយទៅជាកីឡាករអាជីពឬជម្រើសជាតិប៉ុន្តែកីឡាករកាងប៊ុនលៀបមានគោលដៅផ្សេងក្រៅពីកីឡាព្រោះដឹងសមត្ថភាពខ្លួនឯងច្បាស់ថានៅកម្រិតណាមានបងប្រុសជាកីឡាករជម្រើសជាតិនៃប្រភេទកីឡាតៃក្វាន់ដូ ITF បានជំរុញទឹកចិត្តឲ្យកាងប៊ុនលៀបចូលវឹកហាត់ប្រភេទកីឡានេះដែរគិតមកដល់ពេលនេះមានរយៈពេល2ឆ្នាំហើយដែលខ្លួនខ្លាយជាកីឡាករ2ឆ្នាំសម្រាប់កូនអ្នកខេត្តកំពង់ស្ពឺរូបនេះធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិចំនួន2លើករួមមានការប្រកួតកីឡាជាតិលើកទី4និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ2025បានជាខ្ញុំមានចាប់អារម្មណ៍ក្នុងការវឹកហាត់ជាកីឡាករវឹកហាត់កីឡាតៃក្វាន់ដូ ITF ដោយសារតែខ្ញុំបានមានឆន្ទៈហើយចូលចិត្តតាំងពីក្មេងព្រោះអីបងគាត់ជាកីឡាករជម្រើសជាតិនៅក្នុងកីឡាតៃក្វាន់ដូ ITF ផងដែរបងនេះហើយគឺជាជំរុញឲ្យខ្ញុំបាទមានចំណង់ចំណូលចិត្តដូចនឹងបងប្រុសខ្លួនឯងដែរបងជាការពិតណាស់បងការស្រឡាញ់គឺតែងតែមានហើយខ្ញុំក៏វឹកហាត់កីឡាតៃក្វាន់ដូនេះគឺក៏ដោយសារតែខាងបងគាត់ជំរុញហើយខាងម៉ាក់ប៉ាខាងគ្រួសារហើយនឹងពូវិញទាំងអស់គ្នាដែលជំរុញឲ្យខ្ញុំបាទវឹកហាត់ជាកីឡាករតៃក្វាន់ដូ ITI បាទបងខ្ញុំហាត់រយៈពេលអស់2ឆ្នាំហើយនេះគឺជាលើកដំបូងដែលបងខ្ញុំបានទទួលបានមេដាយគោលដៅគឺខ្ញុំអត់ហ៊ានរំពឹងឯងបងព្រោះអីខ្ញុំទទួលស្គាល់សមត្ថភាពរបស់ខ្ញុំអត់សូវក្រៀងខ្លាំងដូចបងទេប៉ុន្តែខ្ញុំនឹងខំប្រឹងប្រែងវឹកហាត់បន្តទៀតតាមជាក់ស្ដែងបងព្រោះអីខ្ញុំអត់សូវរំពឹងទុកថានឹងខ្លាយជាកីឡាករមួយរូបដែលប្រទេសជាតិត្រូវការទេបងព្រោះអីខ្ញុំទទួលស្គាល់ពីសមត្ថភាពរបស់ខ្ញុំផ្ទាល់បាទបងតាមដំណើរបងព្រោះអីយើងដឹងពីគោលដៅថាយើងទៅធ្វើអីនៅថ្ងៃមុខតែមិនមែនជាអាជីពជាកីឡាករមួយរូបបងកាលមុនគឺខ្ញុំប្រកួតលក្ខណៈប្រយុទ្ធតែលើកនេះប្រកួតលក្ខណៈជាមេគុនហើយនឹងប្រយុទ្ធហើយនឹងធីមសម្ដែងបងគីឡូរបស់ខ្ញុំបាទគឺគីឡូ52ដល់57ហើយលេងវិញ្ញាសាទទួលបានមេដាយនៅវិញ្ញាសាមេគុនអាយុពី18ដល់25ឆ្នាំបងការរំពឹងរបស់ខ្ញុំនឹងខិតខំប្រឹងប្រែងនឹងរៀនសូត្រពីបច្ចេកទេសដែលលោកគ្រូប៉ាជីវ័នដែលគាត់ខំវឹកហាត់កន្លងមកហើយនឹងប្រើបច្ចេកទេសទាំងអស់នេះដើម្បីយកមកអនុវត្តជាក់ស្ដែងនៅក្នុងការប្រកួតជាចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូប៉ាជីវ័នខ្លាំងមែនទែនសម្រាប់ការផ្ដល់ដំបូន្មានយ៉ាងច្រើនសម្រាប់ខ្ញុំបាទនិងដល់យុវជនទាំងអស់គ្នាដែលនៅក្នុងយុវជនហើយអរគុណដល់ម៉ាក់ហើយប៉ាកូនចង់ប្រាប់ថាអូនធ្វើបានហើយហើយនេះក៏ជាសមិទ្ធផលដែលកូនទទួលបានហើយក៏អរគុណធំធេងសម្រាប់អំពូមីទាំងអស់ដែលបានជួយគ្រប់គ្រងហើយខ្ញុំសូមសំណូមពរដល់អាណាព្យាបាលទាំងអស់ជួយជំរុញកូនមកវឹកហាត់នៅកីឡាទាំងអស់មិនថាកីឡាអ្វីណាមួយទេគឺវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់ខ្លួនឯងនិងប្រទេសជាតិផងដែរបងមានអាយុ20ឆ្នាំនិងកំពុងសិក្សាឆ្នាំទី4នៅសាកលវិទ្យាល័យធនធានមនុស្សផ្នែកគណនេយ្យការលេងកីឡាកាងប៊ុនលៀបនៅតែបន្តប៉ុន្តែការបន្តដល់វេលាណាមួយមិនទាន់កំណត់នោះទេព្រោះរូគេមានគោលដៅធ្វើការងារផ្សេងពីនេះសូមបញ្ជាក់ដែរថានេះជាលើកទី2ហើយដែលកីឡាករកាងប៊ុនលៀបបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិក្នុងនោះការប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី4ដែលជាលើកទី1របស់ខ្លួនមិនទទួលបានជោគជ័យនោះទេសម្រាប់ការប្រកួតកីឡាតៃក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ2025រូគេឈ្នះបានមេដាយ2គ្រឿងដោយមានមេដាយប្រាក់1និងសំរឹទ្ធ1គ្រឿង